ខ្ញុំមានអារម្មណ៍ថាចង់បើកOracle Love ព្រោះដោយសារតែខ្ញុំបើកថារការដំបូងគេបង្អស់គឺខ្ញុំទទួលបាន X Advance ដែលជាសិលឹកកាតមួយនៃការពំនាំសារហាក់បីដូចជាមានមនុស្សម្នាក់កំពុងតែចង់នាំដំណឹងអីមួយមកកាន់អ្នកទាំងគ្នាឬក៏ចង់ផ្ញើសារមកប្រាប់អ្នកទាំងគ្នាពីរឿងអីម្យ៉ាងណាហើយណាមួយមាន King of Cup ជាទៀតហាក់បីដូចជាមានមនុស្សម្នាក់ដែលគេស្រឡាញ់ពេញចិត្តអ្នកទាំងគ្នាឬក៏ចាប់អារម្មណ៍អ្នកទាំងគ្នាអត់ដឹងថាមនុស្ស stranger ឬក៏អតីតកាលឬក៏ជាមនុស្សដែលបច្ចុប្បន្នភាពរបស់អ្នកទាំងគ្នាគ្រាន់តែដឹងថាបុគ្គលម្នាក់ហ្នឹងគឺហាក់បីដូចជាកំពុងតែព្យាយាមចង់ប្រាប់អ្នកទាំងគ្នាពីរឿងអ្វីម្យ៉ាងឬក៏ចង់ពំនាំសារអ្វីម្យ៉ាងមកកាន់អ្នកទាំងគ្នាអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏ធ្វើការបើក Oracle Love ក៏ប៉ុន្តែ Oracle Love នេះគឺខ្ញុំខានបើកយូរហើយអ្នកទាំងគ្នាគឺខ្ញុំអត់ចង់បើកដោយសារតែខ្ញុំមានអារម្មណ៍ថាវាអត់សូវ accurate អញ្ចឹងណាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើការបើក Oracle Love តើមនុស្សម្នាក់ហ្នឹងគឺគេមានពាក្យអីគេខ្លះមកនិយាយមកកាន់អ្នកទាំងគ្នាអញ្ចឹងណាហើយខ្ញុំមើលទៅម្នាក់ហ្នឹងគឺ King of Cup នេះគឺអាចនឹងជាមនុស្សម្នាក់ដែលកាន់ធាតុទឹកមានដូចជា Cancer Pisces Scorpio ហ្នឹងហើយមានបាធូបន្ទាប់មកទៀតគឺយើងមាន Queen of Shot អាចថាអ្នកទាំងគ្នាដែលកំពុងតែមើលការរបស់ខ្ញុំពីច្រើនគឺជាមនុស្សស្រីតែបើសិនជាមនុស្សប្រុសក៏អត់អីដែរអត់ប្រកាន់ភេទទេណាអ្នកទាំងគ្នាហើយអាចជាមនុស្សដែលមានតារានិករ Gemini Aquarius ឬក៏ប្រភេទតារានិករ Libra អីនឹងប្រភេទធាតុខ្យល់ឬក៏បុគ្គលម្នាក់ហ្នឹងគឺមានតារានិករដែលស្ថិតនៅក្នុងធាតុខ្យល់ច្រើនហើយនឹងធាតុទឹកអីចឹងទៅនឹងអញ្ចឹងខ្ញុំមកសុំមើលOracle Love សិនតើបុគ្គលម្នាក់ហ្នឹងគេចង់មានពាក្យអីគេខ្លះនិយាយមកកាន់អ្នកទាំងគ្នាអូគ្រាន់តែបើកមកភ្លាមគឺ My God អូអ្នកទាំងគ្នាខ្ញុំអត់តបានស្រាប់ការទេគ្រាន់តែបើកមកគឺធ្លាក់មកប៉ាប់ហ្មង I love you I'm so attracted to you អូយអ្នកទាំងគ្នាខ្ញុំដឹងថាមិនមានអារម្មណ៍ថាមាននរណាគេម្នាក់កំពុងតែ crush អ្នកទាំងគ្នាហើយរបៀបថាគេចង់ឆាតមកប្រាប់អ្នកទាំងគ្នាថាគេស្រឡាញ់អ្នកទាំងគ្នាហើយគេពិតជាងប់ងល់ហើយគេមានភាពតាក់ទាញទៅកាន់អ្នកទាំងគ្នាខ្លាំងមែនទេឬក៏អាចថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលមានភាពតាក់ទាញទៅចំពោះគេអញ្ចឹងណាគឺគេងប់ជាមួយអ្នកទាំងគ្នាអញ្ចឹងខ្ញុំសូមបើកការបន្តទៀតទៅថាមានពាក្យគេទៀតអញ្ចឹងណាអូយមានតែការទាំងខ្លាំងណាមានតែគេម្នាក់ស្រឡាញ់អ្នកមើលខ្ញុំហើយការបន្តទៀត I replay our conversation over and over មានន័យថាអូម្នាក់ហ្នឹងគឺអាចជាមនុស្សម្នាក់ដែលធ្លាប់ឆាតជាមួយអ្នកទាំងគ្នាហើយព្រោះដោយសារគេនិយាយថាគេបានមើលconversation រវាងអ្នកទាំងគ្នាហើយនឹងគេហ្នឹងម្ដងហើយម្ដងទៀតអញ្ចឹងណាមានន័យថាគេពិនិត្យមើលសារថ្មីអីអញ្ចឹងណាអ្នកទាំងគ្នាដឹងតែគេជាមនុស្សពីអតីតកាលឬក៏បច្ចុប្បន្នឬក៏ជាមនុស្សដែលអ្នកទាំងគ្នាកំពុងតែក្រាស់ឬក៏គេក្រាស់អ្នកទាំងគ្នាទេ check up sometime I stay awake thinking about you ពេលខ្លះគឺខ្ញុំភ្ញាក់ពីគេងហ្នឹងណាកដាយប់អីចឹងទៅហើយគិតអំពីអ្នកអីចឹងទៅអូមានចឹងទៀតវ៉ាវខ្ញុំកាំង I regret lying to you អូ so ម្នាក់នេះគឺអាចជាមនុស្សពីអតីតកាលឬក៏ជាមនុស្សដែលអ្នកទាំងគ្នាធ្លាប់ស្គាល់រួចមកហើយអាចទេអ្នកទាំងគ្នាត្រូវបានពីមុនមកគេកុហកអ្នកទាំងគ្នាអីចឹងណាគឺឥឡូវគេសោកស្ដាយខ្លាំងមែនតើដែលគេកុហកអ្នកទាំងគ្នារឿងអីម្យ៉ាងខ្ញុំមិនដឹងកុហកអីគេចឹងខ្ញុំមិនដឹងថាការនេះតើត្រូវជាមួយនឹងនរណាគេម្នាក់ខ្លះទេសង្ឃឹមថានឹងទៅដល់អ្នកដែលត្រូវដឹងត្រូវលឺចឹងណា I hope that you can forgive me one day គេសង្ឃឹមថានៅថ្ងៃណាមួយអ្នកទាំងគ្នានឹងអាចអធិស្ឋានឲ្យគេចឹងទៅអូខេតមកទៀតយើងមាន we both know I am not the one for you យើងទាំងពីរអ្នកគឺដឹងថាខ្ញុំមិនមែនជាមនុស្សម្នាក់សម្រាប់អ្នកទាំងគ្នាអានេះគឺចង់បានន័យថាទាំងអ្នកទាំងគ្នាហើយនឹងទាំងគេគឺបានដឹងច្បាស់ហើយថាគេនឹងមិនល្អសម្រាប់អ្នកទាំងគ្នាមិនមែន the one for អ្នកទាំងគ្នាអីចឹងណាខ្ញុំពិបាកបកតែអ្នកចេះអង់គ្លេសគឺគាត់ចូលហើយនឹងរបៀបចឹងមានចឹងទៀតអូមកម្ដងពីរ we will be together again ពួកយើងនឹងនៅជាមួយគ្នាម្ដងទៀត my god អូម្នាក់នេះមានអារម្មណ៍ថាមនុស្សពីអតីតកាលច្រើនជាងYou don't know how hard it was to let you go អ្នកអត់ដឹងទេថាតើវាលំបាកប៉ុណ្ណានៅពេលដែលឲ្យអ្នកទាំងអស់គ្នាចាក់ចេញពីខ្ញុំអីចឹងណាឲ្យអ្នកទាំងគ្នាចេញទៅឆ្ងាយពីខ្ញុំអញ្ចឹងអូយបើសិនជាប្របែឲ្យចេញទៅអីតា I wish I could take back my words ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាច
លេបពាក្យរបស់ខ្ញុំមកវិញណាមានន័យថាពាក្យសម្ដីមួយចំនួនដែលគេធ្លាប់និយាយជាមួយនឹងអ្នកទាំងគ្នានឹងគឺអាចនឹងសោះកក្រឬក៏បង្ងើយកន្តើយឬក៏ពាក្យនឹងវាអត់សមរម្យឬក៏ពាក្យនឹងនិយាយឲ្យធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថា wow ជួយចាប់មែនតែនស្ដាប់ហើយមានអារម្មណ៍ថាខូចចិត្តខ្លាំងអញ្ចឹងហើយអញ្ចឹងគឺគេ wish ថាគេនឹងអាចយកពាក្យនឹងឬក៏លេបពាក្យនឹងត្រឡប់មកវិញអញ្ចឹងណាពាក្យសម្ដីតែនិយាយហើយគឺនិយាយហើយគឺអត់អាចលេបបានទេ I can't stop thinking about you ខ្ញុំចិត្តតែចង់អានតងអាមេរិកអ្នកទាំងគ្នា yeah ខ្ញុំអត់អាចបញ្ឈប់ការគិតអំពីអ្នកបានទេម៉ង It's time for me to heal now វាដល់ពេលវេលាហើយសម្រាប់ខ្ញុំនៅក្នុងការ heal អីចឹងទៅនិយាយទៅម្នាក់នេះហាក់បីដូចជាកំពុងតែព្យាយាម move on ចេញពីអ្នកទាំងគ្នាអីចឹងណាប៉ុន្តែពិបាកនៅក្នុងការ move on ខ្លាំងមែនទែនហើយគេក៏ស្ថិតនៅក្នុងដំណាក់កាលមួយដែលកំពុងតែ heal ដែរ You don't នេះហើយ I will wait for a sign from you ខ្ញុំនឹងរងចាំសញ្ញាពីអ្នកទាំងគ្នាអាចថាគេកំពុងតែរងចាំអ្នកទាំងគ្នាបើកភ្លើងខៀវឲ្យគេចូលត្រឡប់មកក្នុងជីវិតរបស់គេវិញក៏ថាបានដែររបៀបចឹងណាតែខ្ញុំមិនដឹងថាអ្នកទាំងគ្នាព្រមនឹងជាសិទ្ធិរបស់អ្នកទាំងគ្នា I wish I could share my good news with you ខ្ញុំសង្ឃឹមថានឹងអាចអីគេshare អាដំណឹងល្អជាមួយនឹងអ្នកទាំងគ្នាអញ្ចឹងទៅអាចថាគេរៀនចប់គេបានការងារធ្វើគេមានរឿងអីដែលល្អអញ្ចឹងទៅគេចង់ share មួយអ្នកទាំងគ្នាប៉ុន្តែគេមិនអាច share បានតែគ្រាន់ជាការ wish របស់គេអញ្ចឹងណា I look for you everywhere ខ្ញុំស្វែងរកអ្នកគ្រប់ទីកន្លែងនេះអាការមួយនេះចង់បានន័យថាចេះពេលខ្លះបើសិនជាគេមានតំណែងទំនងថ្មីជាមួយនឹងនរណាគេម្នាក់ក៏គេអាចរកនរណាគេម្នាក់មកជំនួសឬក៏ replace អ្នកទាំងគ្នាបាននេះអាចថា energy របស់អ្នកទាំងគ្នាគឺល្អសម្រាប់គេអញ្ចឹងណាចឹងគឺគេស្វែងរកអ្នកទាំងគ្នាគ្រប់ទីកន្លែងតែมันអាចស្វែងរកបានអញ្ចឹងមិនមែនទៅជួបអ្នកទាំងគ្នាឬក៏អីទេ I am afraid to contact you my god ខ្ញុំមានអារម្មណ៍ថាមនុស្សពីអតីតកាលច្បាស់ខ្លាំងណាស់នេះគឺខ្ញុំខ្លាចនៅក្នុងការ contact មកកាន់អ្នកគឺអត់ហ៊ានទេមានអារម្មណ៍ថាម្នាក់នឹងគឺពិតជាចង់ផ្ញើសារមកកាន់អ្នកទាំងគ្នាខ្លាំងមែនតែប៉ុន្តែគឺអត់ហ៊ានខ្លាចអ្នកទាំងគ្នាបដិសេធខ្លាចអីអញ្ចឹងណាខ្លាចអ្នកទាំងគ្នា move on ហើយឬក៏មាននរណាគេផ្សេងហើយចឹងខ្ញុំសុំមើល we need to let each other go ពួកយើងត្រូវតែដោះលែងគ្នាទៅវិញទៅមកអីចឹងទៅចឹងខ្ញុំសុំកាច់មកបាទទៀត so many things remind me of you មានរឿងជាច្រើនដែលរំលឹកខ្ញុំពីអ្នកអញ្ចឹងណាមានន័យថាពេលដែលគេទៅណាមកណាអញ្ចឹងគឺគេតែងតែឃើញអនុស្សាវរីយ៍រវាងអ្នកទាំងពីរនៅគ្រប់ទិសទីកន្លែងអញ្ចឹងso many things ហ្នឹងគឺ remind គេពីអ្នកទាំងអស់គ្នាខ្លាំងមែនតើហ្មងនឹងរបៀបអញ្ចឹងគឺខ្ញុំអស់អីនិយាយខ្ញុំមិនដឹងថាសារនេះគឺត្រូវមកកាន់នរណាគេខ្លះទេតែសង្ឃឹមថានឹងទៅដល់អ្នកដែលត្រូវដឹងត្រូវលឺពីសារមួយនេះកុំឲ្យទៅខំម្ចាស់ទៅមានអារម្មណ៍ថា delusional អីចឹងទៅខ្ញុំមិនចង់ឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថាចេះតែគិតថាអូគេនឹងត្រឡប់មកវិញឬក៏គេមកចង់ត្រូវគ្នាវិញឬក៏មិនអីជាអីចឹងទៅចឹងគឺខ្ញុំអស់អីនិយាយហើយបើសិនជាអ្នកទាំងគ្នាត្រូវការអានថារត់កាត់ដោយផ្ទាល់ខ្លួនគឺអាច contact មកខ្ញុំបានតាមរយៈ QR code Telegram ដែលខ្ញុំបានដាក់នៅខាងលើហ្នឹងអរគុណច្រើនបាយបាយ